អ្នកមីងនេះជាលុយថ្លៃរូបផ្ទះមីង80,000ទុកឲ្យស្រួលទៅអរគុណមេភូមិមីងលីមានលុយច្រើនយ៉ាងនេះគិតយកទៅធ្វើអីខ្លះមេភូមិខ្ញុំមានកូនប្រុសបង្កើត2នាក់និងកូនស្រីចិញ្ចឹមម្នាក់កូនស្រីចិញ្ចឹមរៀបការហើយលុយនេះខ្ញុំអត់ចែកឲ្យនាងទេខ្ញុំគិតយកលុយទាំងនេះចែកឲ្យកូនប្រុសខ្ញុំទាំង2នាក់ស្មើគ្នាមីងលីកុំថាខ្ញុំចេះដឹងអីខ្ញុំមានអារម្មណ៍ថាកូនប្រុសមីងទាំងពីរចង់បានលុយលក់ផ្ទះនេះមិនមែនកតញ្ញូចំពោះមីងទេមិនអញ្ចឹងមីងអាចដកពិសោធន៍មើលបានដកពិសោធន៍យ៉ាងម៉េចទៅកូនប្រុសកូនប្រសាហើយយ៉ាម៉ាមិនក៏មកទីនេះម៉ាម៉ាពេចក៏មកមកឲ្យបានខ្ញុំមកតើអង្គុយសិនទៅអង្គុយទៅម៉ាក់ម៉ាក់មករកពួកខ្ញុំមានការអីដែរទៅកូនប្រុសផ្ទះចាស់យើងជ្រាបទឹកខ្លាំងណាស់ម៉ាក់មិនអាចនៅបានទេម៉ាក់ចង់មកនៅជាមួយឯងមួយរយៈឯងថាតើបានដែរទេចង់នៅផ្ទះខ្ញុំមែននេះក្លិនស្អីគេសអុយណាម៉ាក់មើលចុះខ្ញុំនិងប្រពន្ធរបស់ខ្ញុំត្រូវតែធ្វើការរាល់ថ្ងៃគ្មានពេលមើលថែម៉ាក់ទេមិនអីទេម៉ាក់អាចមើលថែខ្លួនឯងបានម៉ាក់ខ្ញុំហើយនឹងប្រពន្ធរបស់ខ្ញុំទើបតែរៀបការរួចទេវាមិនងាយស្រួលទេម៉ាក់ទៅនៅជាមួយនឹងប្អូនទី2ទៅប្អូនទី2ងាយស្រួលជាងទៅម៉ាក់ខ្ញុំជូនទៅទៅនៅជាមួយប្អូនទី2ទៅកាន់កាបូបឲ្យស្រួលម៉ាក់ទៅបាយបាយម៉ាក់បាយក្នុងផ្ទះនេះអ្នកណាអ្នកសម្រេចមកគ្មានដឹងស្អីតតែសោះគឺអូនជាអ្នកសម្រេចទៅឆាប់ទៅទៅលាងផ្លែឈើទៅបាន